នេះគឺជាគេហៅថាការឈឺចាប់និងជាផលលំបាករបស់សង្គ្រាមដែលធ្វើឲ្យការអភិវឌ្ឍដើរថយក្រោយលុយធ្វើស្ពាននេះអស់មិនតិចទេបើសិនជាយើងមិនមានទទួលរងនៃការឈ្លានពានពីថៃយើងអាចឃើញថាចរិតនៃការទម្លាក់ក្របាយនេះគឺជាចរិតនៃការឈ្លានពានមិនមែនធ្វើមកត្រឹមតែមូលដ្ឋានកងទ័ពទេគឺឆ្លងជាង72គីឡូ 72.3 គីឡូចូលមកក្នុងទឹកដីនៃប្រជាណាចក្រកម្ពុជាបំផ្លាញនៅគេហៅថាជនជីវិតរបស់ពួកយើងខ្ញុំ You can see this war really painful for us and this war is not only a war of aggression but it is an invasion. As you can see, this bridge is 72 kilometers away from the border, and also this conflict and the destruction of the bridge really broke the development backward. អញ្ចឹងខ្ញុំអត់មានអីទេសំណូមពរទៅ AOT តែ2ចំណុចទេ And I don't have much to say, but I only have two requests for the AOT. ទី1ស្នើសុំនិយាយអ្វីជាការពិតដែលលោកបានឃើញអំពីសោកនាដកម្មដែលកងទ័ពថៃធ្វើមកលើប្រទេសតូចតាចជាងខ្ញុំ First, I request you to report only the fact and the truth regarding the Thai aggression on the Cambodian people. ទី2សូមមេត្តារកយុត្តិធម៌ឲ្យពួកយើងខ្ញុំក្នុងនាមយើងខ្ញុំជាប្រទេសតូចមានកងទ័ពតិចជាងមានទំហំសេដ្ឋកិច្ចតូចជាងដែលប្រទេសមួយប្រើអំណាចប្រើកម្លាំងយោធាមកឈ្លានពានប្រទេសតូចតាចដូចយើងខ្ញុំ Second request is we urge you to please help us find us the justice which we have been violated upon by the larger country because our country limitation on military and infrastructure and the larger country invaded us and using force on our people. ចុងក្រោយពួកយើងត្រូវការសន្តិភាព Last but not least, we need peace. សូមឲ្យ AOT ជួយធ្វើយ៉ាងណាឲ្យ ceasefire នេះអនុវត្តជាធរមានកុំឲ្យមានការផ្ទុះសង្គ្រាមលើកទី3ដោយលេសឬដោយហេតុផលណាមួយបង្កដោយប្រទេសថៃ And urge AOT to please help us find peace this time and not to have any conflict for the third round. យើងអត់ត្រូវការនាំ AOT មកមើលសោកនាដកម្មនេះរបៀបអញ្ចឹងទៀតទេយើងអត់ចង់ទេវាជារឿងមួយដែលយើងជឿចាប់នៅក្នុងផ្លូវអារម្មណ៍នៅក្នុងបេះដូងរបស់យើងមិនដឹងថាពេលណាយើងអាចជួយជល់ការជឿចាប់របស់យើងបាននោះទេ We don't want to bring AOT to see another destruction to observe any other thing because it is painful for us to see what really happened. នេះ AOT បានមកមើលត្រឹមតែការបំផ្លាញនៅហេដ្ឋារចនាសម្ព័ន្ធសាធារណៈអត់ទាន់បានមើលអំពីប្រជាពលរដ្ឋស្លាប់ប្រមាណរងរបួសប្រមាណជនភៀសសឹកប្រមាណនៅទីនេះគឺមានជាង 50,000 គ្រួសារដែលត្រូវផ្លាស់ទីពីខេត្តឧត្តរមានជ័យទៅរស់នៅខេត្តបណ្ដាផ្សេងគឺមានន័យថា 80% នៃប្រជាពលរដ្ឋទូទៅលើកលែងតែមួយផ្នែកខ្លះនៅខាងតាពាំងប្រាសាទនិងលងវែងដែលអត់ធ្វើការផ្លាស់ទីសម្រាប់ប្រទេស7សុខប្រទេស7និងក្រុងសំរោងគឺផ្លាស់ទី 100% ដែលវាធ្វើឲ្យប៉ះពាល់រយៈពេលវែងទៅលើសង្គមនិងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋជាខ្ញុំ So the destruction is only a minor thing that you can see, but you haven't seen the larger scale of the destruction of the civilian death of the displaced person, which is around 80% of the entire population in this province has been evacuated or moved to the safe location already. នេះគឺជាអ្វីដែលចេញពីភាពពិតរបស់ពួកយើងខ្ញុំតំណាងឲ្យប្រជាពលរដ្ឋចំនួន 27,000 នាក់រស់នៅក្នុងខេត្តឧត្តរមានជ័យ So as you can see, this is represent the real emotion, the real mentality of the population in the Dorminjay province, which is around 27,000 people.